មេប៉ាពុម្នាក់បានរុញទូរស័ព្ទកាត់តអង្វរស៊ីន Wallace ឲ្យលើកលែងជីវិតកូនប្រុសរបស់គាត់គាត់មកដោយគ្មានអាវុធដោយសង្ឃឹមថាស៊ីននឹងបង្ហាញក្តីមេត្តាកូនប្រុសរបស់គាត់បានសម្លាប់មេគ្រួសារ Wallace ដែលជាស្ដេចអក្រិតជនរបស់ទីក្រុងឡុង Kenny ដែលជាមេដឹកនាំជំរំបានអង្គរកប៉ុន្តែការសម្លាប់ឪពុករបស់គេគឺមិនអាចអត់អន់ឲ្យបានឡើយស៊ីនមិនរំភើបចិត្តឡើយគាត់ប្រែជាត្រជាក់ស្រជុំហើយប្រាប់ Kenny ឲ្យចេញទៅក្រៅដោយគ្មានកិច្ចព្រមព្រៀង Kenny បានត្រៀមខ្លួនប្រយុទ្ធដោយពឹងផ្អែកលើបុរសគ្រប់រូបនៅក្នុងជំរំរបស់គាត់គិតថាគាត់អាចរក្សាជីវិតកូនប្រុសតែមួយគត់របស់គាត់បានគិតខុសហើយនេះមិនមែនគ្រាន់តែជាបញ្ហានោះទេវាគឺជាទីបញ្ចប់នៃត្រកូលទាំងមូលរបស់គាត់យប់នោះស៊ីនបានប្រមូលផ្ដុំមនុស្សរបស់គាត់ Kenny មិនព្រមប្រគល់កូនប្រុសនោះទេដូច្នេះក្រុមការងារទាំងអស់របស់ Kenny នឹងត្រូវបាត់ខ្លួនទន្ទឹមនឹងនោះជំរំរបស់ Kenny មានភាពស្ងប់ស្ងាត់និងសុខសាន្តប៉ុន្តែ Kenny មានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីគាត់បានទាញវាំងនឹងថយក្រោយយឺតនៅចម្ងាយឆ្ងាយបុរសពាក់អាវខ្មៅបានចូលមកជិតជំរំនៅពេលដែលគាត់ភ័យស្លន់ស្លោគ្រាប់កាំភ្លើងបានហោះកាត់ជំរំដូចជាព្យុះសង្គ្រាមនុស្សរបស់គាត់ត្រូវបានគេបាញ់សម្លាប់មុនពេលពួកគេអាចរត់គេចខ្លួនស៊ីនដែលជាមេថ្មីរបស់ Wallace មានភាពសាហាវឃោរឃៅដូចឪពុករបស់គាត់ដែរជំរំនេះបានក្លាយជាឋាននរកទាំងរស់ក្នុងរយៈពេលប៉ុន្មានវិនាទី Kenny បានវាយទម្លុះកម្រាលឡានផ្ទះរបស់គាត់ហើយវាទៅខាងក្រោមដើម្បីគេចពីគ្រាប់កាំភ្លើងមនុស្សមួយចំនួនរបស់គាត់បានវាយបកវិញប៉ុន្តែគម្លាតកម្លាំងអាវុធគឺគ្មានសង្ឃឹមឡើយប្រឈមមុខនឹងក្រុមទំនើងដែលមានអាវុធគ្រប់ដៃមនុស្សរបស់ Kenny បានដួលរំយ៉ាងលឿនខណៈពេលកំពុងស្វែងរកអ្នករស់រានមានជីវិតពួកគេបានរកឃើញ Kenny កំពុងលាក់ខ្លួននៅក្រោមឡានផ្ទះមួយវិនាទីក្រោយមកគ្រាប់បែកដៃមួយគ្រាប់បានធ្លាក់ចំពីមុខគាត់ដោយអស់ផ្លូវ Kenny បានបំផ្ទុះប្រព័ន្ធប្រេងឥន្ធនៈរបស់ជំរំវិនាទីបន្ទាប់ធុងសាំងពីរបានផ្ទុះឡើងលើមេឃជំរំទាំងមូលត្រូវបានឆាបឆេះដោយអណ្ដាតភ្លើងហើយខ្មាន់កាំភ្លើងបានឈប់បាញ់ដោយស្ងប់ស្ងាត់ជំរំទាំងមូលរបស់ Kenny ហាក់ដូចជាត្រូវបានកំទេចចោលទាំងស្រុងហើយម្ដាយរបស់ស៊ីនគិតថានាងទីបំផុតបានសងសឹកហើយការធូរស្បើយបានកើតឡើងប៉ុន្តែគ្មាននរណាម្នាក់ចាប់អារម្មណ៍ថា Kenny នៅមានជីវិតនោះទេគាត់វាចូលទៅក្នុងព្រៃហើយក្រឡេកមើលទៅជំរំដែលគាត់បានសាងសង់ដែលកំពុងឆេះអស់អារម្មណ៍ត្រជាក់ស្រជុំនិងទេស្អាតបានវាយប្រហារគាត់ប៉ុន្តែអ្វីកាន់តែអាក្រក់ទៅសម្រាប់ Kenny ដោយសាររងរបួសជាច្រើនកន្លែងគាត់បានសម្រាករហូតដល់ព្រឹករួចព្យាបាលរបួសដោយខ្លួនឯងគាត់បានយកភក់មកបិទលើរបួសមុនពេលគាត់អាចកាន់ទុកឲ្យជំរំក្រុមមួយទៀតបានមកដល់បើប្រៀបធៀបនឹងមនុស្សរបស់ស៊ីនមនុស្សទាំងនេះមានលក្ខណៈអាជីពជាងឆ្ងាយណាស់ស្ងប់ស្ងាត់ប្រុងប្រយ័ត្នគ្រប់ជំហានគឺច្បាស់លាស់ពិតជាទីហ៊ានស៊ីឈ្នួលដែលបានហ្វឹកហ្វឺនយ៉ាងល្អមិនយូរប៉ុន្មានពួកគេបានរកឃើញទូរស័ព្ទមួយដែលធ្លាក់នៅក្រោមបន្ទប់ដែលឆេះខ្ទេចរបស់ Kenny អេក្រង់បង្ហាញពីកន្លែងដែលកូនប្រុសរបស់ Kenny កំពុងលាក់ខ្លួនឥឡូវនេះទីហ៊ានស៊ីឈ្នួលមានគោលដៅហើយប្រែថាមនុស្សដែលបានជួលកូនប្រុសរបស់ Kenny ឲ្យសម្លាប់ហ្វែងខ្លាចការពិតលេចធ្លាយដូច្នេះពួកគេបានបញ្ជូនក្រុមនេះទៅកំទេចទាំងឪពុកនិងកូនប្រឈមមុខនឹងក្រុមដែលមានជំនាញវិជ្ជាជីវៈបែបនេះ Kenny មិនទាំងមានពេលដកដង្ហើមផងក៏ប្រញាប់ទៅរកកូនប្រុសរបស់គាត់កូនប្រុសរបស់ Kenny គឺ Doran ត្រូវបានផ្លាស់ទៅផ្ទះសុវត្ថិភាពមួយនៅទីក្រុងឡុងបុរសវ័យកណ្ដាលម្នាក់ឈ្មោះ Hitch ការពារគាត់ហើយនឹងផ្លាស់ Doran ចេញនៅពេលដែលទូកចូលចតកាមេរ៉ាកាត់ទៅហាងស្រាមួយដែលមានចម្ងាយ 1000 ម៉ែត្រចម្លែកណាស់ហាងស្រាដែលធ្លាប់តែទំនេរបែរជាណែនណានតាន់តាប់នៅថ្ងៃនេះម្ចាស់ហាងមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីប៉ុន្តែវាហួសពេលទៅហើយទន្ទឹមនឹងនោះ Kenny ដែលរងរបួសយ៉ាងធ្ងន់ធ្ងរក៏បានរត់គេចខ្លួនមកទីនេះដែរឃើញទីហ៊ានស៊ីឈ្នួលនៅលើទីតាំងរួចហើយបេះដូងរបស់គាត់ក៏ធ្លាក់ចុះក្រុមដែលបំពាក់អាវុធនិងហ្វឹកហ្វឺនយ៉ាងល្អបែបនេះមិនមែនជាអ្វីដែលគាត់អាចតស៊ូបានឡើយទោះជាយ៉ាងនេះក្តី Kenny បានប្រើកម្លាំងចុងក្រោយរបស់គាត់ហើយវាទៅរកកូនប្រុសរបស់គាត់ប៉ុន្តែទីហ៊ានស៊ីឈ្នួលធ្វើចលនាយ៉ាងលឿនហើយអាវុធស្វ័យប្រវត្តិរបស់ពួកគេនឹងមិនផ្ដល់ឱកាសឲ្យគាត់ឡើយ Kenny បានគេចខ្លួននៅពីក្រោយឡានដើម្បីបាញ់តបវិញប៉ុន្តែកម្លាំងអាវុធរបស់ពួកគេគឺលើសលប់ខ្លាំងណាស់កាំភ្លើងបរបាញ់របស់គាត់មានអារម្មណ៍ដូចជាប្រដាប់ក្មេងលេងដូច្នេះគាត់បានខំថ្មិញហើយវាចូលទៅខាងក្នុង Hitch បើកទ្វារដើម្បីទាញ Doran ទៅកាន់កន្លែងមានសុវត្ថិភាពប៉ុន្តែគ្រាប់កាំភ្លើងមិនឈប់ឡើយបុរសម្នាក់ត្រូវបានគេបាញ់សម្លាប់នៅចំពោះមុខ Doran ប៉ុន្តែ Hitch បានបង្ខំខ្លួនឯងឲ្យស្ងប់ស្ងាត់ភ្លាមគាត់បានបញ្ជាឲ្យមនុស្សរបស់គាត់ដំណើរការប្រព័ន្ធការពារផ្ទះសុវត្ថិភាពខណៈពេលដែលក្មេងប្រុសនោះរត់កាត់ការបាញ់ប្រហារក្មេងប្រុសនោះបានទៅដល់កងតាក់ផ្ទះបាយប៉ុន្តែវិនាទីបន្ទាប់បន្ទះដែកបានបិទទ្វារនិងបង្អួចគ្រប់កន្លែងដូច្នេះមេដឹកនាំបានបញ្ជាឲ្យឈប់បាញ់គាត់បានបដូរទីដោយដើម្បីឡោមព័ទ្ធពួកគេខណៈពេលដែលនៅខាងក្នុង Kenny បានក្រឡាប់សាឡុងគាត់បានយកកាំភ្លើងដែលលាក់នៅខាងក្រោមបោះវាទៅឲ្យមនុស្សរបស់គាត់ហើយបាញ់តបវិញមនុស្សម្នាក់របស់ពួកគេបានដួលហើយម្នាក់ទៀតបានបោះជំហានទៅមុខដោយគ្មានការស្ទាក់ស្ទើរបុរសទាំងនេះត្រូវបានហ្វឹកហ្វឺនយ៉ាងគួរឲ្យខ្លាចពួកគេបានលើកជណ្ដើរហើយឡើងទៅលើដំបូលពួកគេបានគាស់ក្បឿងដំបូលដោយប្រុងប្រយ័ត្នហើយដាក់គ្រឿងផ្ទុះនៅទូទាំងនោះប៉ុន្តែមនុស្សរបស់ Hitch បានដឹងពីចលនានៅលើដំបូលរុនដ៏ធំមួយបានផ្ទុះឡើងហើយទីហ៊ានស៊ីឈ្នួលបានធ្លាក់ចូលទៅខាងក្នុងចំមនុស្សចុងក្រោយរបស់ Kenny គ្មានជំរឿអ្វីក្រៅពីកស៊ូនិងស្លាប់ក្នុងការប្រយុទ្ធឡើយខណៈពេលដែលភីគីទាំងសងខាងបាញ់តបគ្នាទីហ៊ានស៊ីឈ្នួលនៅជាន់ក្រោមបានទៅដល់ទ្វារខាងមុខពួកគេបានដាក់គ្រាប់បែកស្បួននៅទ្វារខណៈពេលដែលបុរសនៅជាន់លើបានអស់គ្រាប់ទាំងស្រុងគាត់បានឃើញកាំភ្លើងយន្តធុនស្រាលមួយនៅជិតជណ្ដើរហើយបានរត់ទៅយកវាទាំងប្រថុយជីវិតជាមួយនឹងដង្ហើមចុងក្រោយរបស់គាត់បានដកកន្លឹះហើយបោះថង់គ្រាប់បែកដៃចុះទៅក្រោមគ្រឿងផ្ទុះនៅទ្វារបានផ្ទុះឡើងក្នុងពេលតែមួយទីហ៊ានស៊ីឈ្នួលមិនដែលនឹកស្មានថាមនុស្សរបស់ Kenny នឹងតស៊ូខ្លាំងបែបនេះឡើយ Kenny បានចូលទៅក្នុងផ្លូវរួមក្រោមដីជាមួយកូនប្រុសរបស់គាត់ហើយទីបំផុតពួកគេបានទៅដល់ផែទុកមួយនៅចម្ងាយឆ្ងាយគឺជាផ្លូវចេញតែមួយគត់របស់កូនប្រុសប៉ុន្តែទីហ៊ានស៊ីឈ្នួលបានដេញទាន់ដើម្បីការពារកូនប្រុសរបស់គាត់ Kenny បានទទួលរងគ្រាប់កាំភ្លើងគ្រប់គ្រាប់ដោយក្នុងរបស់គាត់ផ្ទាល់ប៉ុន្តែរាងកាយមានដែនកំណត់ហើយមិនយូរប៉ុន្មានទាំងឪពុកនិងកូនបានដួលសន្លប់នៅពេលដែលឃាតករចូលមកជិត Kenny បានអង្គរកដោយកម្លាំងចុងក្រោយរបស់គាត់
បរោះនោះគ្រាន់តែសម្លឹងមើលយ៉ាងត្រជាក់រួចដកកាំភ្លើងខ្លីមួយដាំចេញអ្វីគ្រប់យ៉ាងដែល Kenny បានតស៊ូដើម្បីវាបានប្រែទៅជាភេទផង់នៅទីនោះទន្ទឹមនឹងនោះ Sean ដែលជាមេថ្មីរបស់ Wallace បានដឹងថាកូនប្រុសរបស់ Kenny គ្រាន់តែជាអាវុធប៉ុណ្ណោះមាននរណាម្នាក់លាក់ខ្លួននៅពីក្រោយខ្នងដូច្នេះគាត់ត្រូវតែបន្តស៊ើបអង្កេតលើការស្លាប់របស់ឪពុកគាត់ឪពុករបស់គាត់ត្រូវបានគេសម្លាប់នៅលើទឹកដីរបស់ក្រុមទំនើង Albany ដូច្នេះមេរបស់ពួកគេគឺ Luan មើលទៅហាក់ដូចជាមានពិរុទ្ធប៉ុន្តែគាត់បានបដិសេធទាំងស្រុងគាត់នឹងវាយជិតស្និទ្ធនឹងគ្នាជាដៃគូអាជីវកម្មប៉ុន្តែខណៈពេលដែលពួកគេកំពុងនិយាយគ្រោះថ្នាក់កំពុងខិតជិតមកដល់យ៉ាងស្ងៀមស្ងាត់បុរសម្នាក់បានរងគ្រាប់កាំភ្លើងជំនួសគាត់ដោយបន្សល់ទុកឲ្យ Sean ភ័យស្លន់ស្លោនៅនឹងកន្លែងប៉ុន្តែឃាតកររបស់ស្ត្រីច្បាស់ជាមិនទាន់បញ្ចប់ឡើយដើម្បីការពារការដកថយរបស់ Sean មនុស្សរបស់គាត់បានវាយបកវិញម្ដងម្នាក់នៅពេលដែលមនុស្សរបស់គាត់បានដួលម្ដងម្នាក់ទីបំផុត Sean បានដឹងខ្លួនឡើងវិញឥឡូវនេះដោយគ្មាននរណាម្នាក់ការពារគាត់ទៀតទេ Sean បានខ្លាចជាគោលដៅច្បាស់បំផុត Elliot បានទៅដល់ទាន់ពេលហើយបានរុញ Sean ចុះប៉ុន្តែខ្លួនគាត់ផ្ទាល់បានរងគ្រាប់កាំភ្លើងហើយការវាយប្រហាររបស់ឃាតករបានបរាជ័យដូច្នេះគាត់បានបោះបង់ចោលការងារហើយចាក់ចេញទៅហើយ Sean បានប្រញាប់ប្រញាល់បញ្ជូន Elliot ដែលរងរបួសទៅផ្ទះប៉ុន្តែខណៈពេលដែលអ្នករាល់គ្នាមានការភ័យស្លន់ស្លោចំពោះរបួសរបស់គាត់អ្នកជ្រៀតចូលដែលបន្លំខ្លួនជាមេដោះបានរៀបចំកាំភ្លើងរបស់នាងយ៉ាងស្ងៀមស្ងាត់បន្ទាប់មកនាងបានដើរយឺតចូលទៅក្នុងបន្ទប់មើលនេះចុះ Edumani និងកូនប្រុសរបស់គាត់បានមកដល់ទាន់ពេលច្បាស់ណាស់អ្នកជ្រៀតចូលបានសហការជាមួយអ្នកវាយប្រហាររបស់ Sean ហើយក្រុមនោះបានរីករាលដាលនៅក្នុងគ្រួសារ Wallace រួចទៅហើយដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងម្ដាយរបស់ Sean បានចង់អ្នកជ្រៀតចូលដែលរងរបួសហើយធ្វើទារុណកម្មនាងប៉ុន្តែអ្វីមួយដែលធំជាងការឈឺចាប់កំពុងទប់នាងគឺឥទ្ធិពលដែលក្រុមនោះមានលើនាងដូច្នេះឃាតករមិនបាននិយាយអ្វីឡើយហើយ Sean និង Elliot ត្រូវលួចចូលទៅក្នុងកន្លែងរបស់នាងដើម្បីស្វែងរកតម្រុយពួកគេបានជីកកកាយអតីតកាលរបស់នាងប្រែថានាងធ្លាប់បម្រើការក្នុងកងកម្លាំងពិសេសវជុនរបស់ប្រទេសដាណឺម៉ាកបន្ទប់របស់នាងពោពេញទៅដោយអាវុធទំនើបគ្រប់គ្រាន់សម្រាប់បំពាក់ឲ្យមនុស្សរាប់សិបនាក់ទីហ៊ានស៊ីឈ្នួលត្រូវបានបញ្ជាឲ្យស៊ើបអង្កេតលើគ្រួសារ Wallace តាំងពីដំបូងមកម្លេះនៅពេលដែលការសម្លាប់ Sean បានបរាជ័យនៅយប់នោះពួកគេបានបដូរទៅផែនការវិញមានសម្លេងចេញពីទ្វារវាគឺជាកូនប្រុសរបស់ឃាតករដែលត្រឡប់មកពីសាលារៀនវិញ Sean សម្លឹងមើលក្មេងប្រុសនោះដោយមានការស្ទាក់ស្ទើរក្នុងចិត្តទីបំផុតគាត់នឹងមិនប្រើក្មេងនោះធ្វើជាចំណាប់ខ្មាំងឡើយមិនដូចឪពុករបស់គាត់ទេ Sean គ្មានភាពសាហាវឃោរឃៅនោះទេគឺការស្ម័គ្រចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះត្រឡប់មកផ្ទះវិញពួកគេបន្តធ្វើទារុណកម្មស្ត្រីនោះគាត់បានចូលទៅឃាត់ម្ដាយរបស់គាត់មុនពេលនាងបាត់បង់ការគ្រប់គ្រង Sean និយាយថាគាត់ទើបតែមកពីកន្លែងរបស់នាងហើយថែមទាំងបានជួបកូនប្រុសរបស់នាងទៀតផងអ្វីដែល Sean ចង់បានគឺចម្លើយតែមួយគត់ពីនាងប៉ុន្តែឃាតករបានងាកទៅរកម្ដាយរបស់ Sean នាងដឹងថាស្ត្រីម្នាក់នេះនឹងមិនទុកជីវិតឲ្យនាងឡើយដូច្នេះនាងនៅតែមិននិយាយទីបំផុតម្ដាយរបស់ Sean អស់ការអត់ធ្មត់ Sean បានដេញតាមនាងភ្លាមខណៈពេលដែលអ្នកទាំងពីរឆ្លោះគ្នាប្អូនប្រុសរបស់ Sean គឺ Billy បានចុះមកជន់ក្រោមដីគាត់បានឃើញស្ត្រីនោះរងរបួសនិងជាពេញខ្លួនមានអារម្មណ៍អាណិតហើយបានលើកទឹកទៅបូរមាត់នាងកំហុសដ៏ធំមួយឃាតករបានរំដោះខ្លួនចេញពីចំណងយ៉ាងលឿនបំផុតនាងបានសង្កត់អំបែងកែវទៅនឹងរបស់ Billy ហើយអូសគាត់មួយជំហានម្ដងទៅកាន់ទ្វារ Sean បានចាប់ពួកគេនៅទីនោះដើម្បីសុវត្ថិភាពប្អូនប្រុសរបស់គាត់បានទម្លាក់កាំភ្លើងរបស់គាត់ហើយរុញវាទៅដូចដែលនាងបាននិយាយឃាតករបានចាប់យកកាំភ្លើងខ្លីពីលើតុនាងគិតថានាងហៀបនឹងដើរចេញដោយសុវត្ថិភាពហើយប៉ុន្តែភ្នែករបស់ម្ដាយ Sean គ្មានការភ័យខ្លាចចំពោះកូនប្រុសរបស់នាងឡើយមានតែការបដិញ្ញាចិត្តយ៉ាងត្រជាក់ស្រជុំផាំងស្ត្រីម្នាក់នេះដែលទើបតែបាត់បង់ប្តីគឺជាមនុស្សដែលសាហាវបំផុតនៅក្នុងផ្ទះនាងសម្លឹងមើលកូនប្រុសទាំងពីររបស់នាងដែលស្លេកស្លាំងនិងភ័យស្លន់ស្លោហើយគ្មានអារម្មណ៍អ្វីទាំងអស់